ឆ្នាំកលនៅក្នុងខែសីហានេះគឺនាំមកនៅធម្មពលវិជ្ជមានចូលមកការខិតខំរបស់លោកអ្នកចាក៏ចាប់ផ្ដើមបង្ហាញលទ្ធផលបន្តផងដែរការរក្សាការស្ងប់ស្ងាត់និងរៀបចំផែនការបានល្អនឹងនាំឲ្យលោកអ្នកទទួលបាននូវភាពជោគជ័យចំពោះការងារគឺមានឱកាសទទួលបានការទុកចិត្តពីថ្នាក់លើឬក៏អតិថិជនអ្នកប្រកបអាជីវកម្មក៏មានឱកាសទទួលបាននូវអតិថិជនថ្មីឬក៏ការសហការថ្មីចូលមកផងដែរការធ្វើការងារជាក្រុមនឹងនាំមកនៅធម្មពលល្អធម្មពលរលូនជាងការដែលអ្នកធ្វើការតែឯងចាហើយចំពោះហេរ៉ាវត្ថុគឺមានចំណូលចូលមកល្អប្រសើរជាងមុនក៏មានឱកាសទទួលបានចំណូលបន្ថែមពីការងារផ្សេងៗរបស់លោកអ្នកហើយក្នុងឱកាសនេះគួរជៀសវាងកុំតន់ធ្វើការខ្ចីប្រាក់ឲ្យអ្នកដទៃចាចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូគឺចំណងស្នេហាចាប់ផ្ដើមរឹងមាំចាមានភាពយកចិត្តគ្នាផ្អែមល្ហែមកក់ក្ដៅជាងមុនចំពោះអ្នកនៅលាវក៏មានឱកាសជួបជាមួយនឹងមនុស្សដែលមានចិត្តស្មោះត្រង់ផងដែរចាចំពោះគូសារបងប្អូនដែលកាត់ឆ្នាំកលនៅក្នុងខែសីហានេះចាសំណាងមិនកាត់ឡើងដោយសារតែការរងចាំនោះទេប៉ុន្តែកាត់ឡើងពីការខិតខំប្រឹងប្រែងរបស់លោកអ្នកនិងការដែលលោកអ្នកថែរក្សាទឹកចិត្តល្អមិនថាស្ថិតនៅក្នុងកលៈទេសៈមួយណាក៏ដោយចាសូមអរគុណ